Good morning ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងនឹងមកតមេរៀនរបស់យើងទៀតប៉ុន្តែមុននឹងចាប់ដើមមេរៀនរបស់យើងចង់ជូនដំណឹងទៅកាន់គ្នាយើងដែរសម្រាប់គ្នាយើងដែលកំពុងតែរកថ្នាក់រៀនភាសាអង់គ្លេសជាលក្ខណៈ online ឥឡូវយើងកំពុងតែបរៀនថ្នាក់ online យើងរកចុងសប្តាហ៍ចាប់ពីម៉ោង8យប់ដល់ម៉ោង9កន្លះអញ្ចឹងទាំងអស់គ្នាអាចចុះឈ្មោះរៀនបានតាមរយៈlink ដែលមាននៅខាងក្រោមហើយថ្នាក់រៀនមួយនេះយើងផ្ដល់ជូនទាំងអស់គ្នាគឺមិនគិតថ្លៃនោះទេអញ្ចឹងពាក់ព័ន្ធមួយព័ត៌មានបន្ថែមអាចស្វែងរកមើល link នៅលើ Telegram បន្តមកអាចសួរព័ត៌មានដើម្បីរកការចូលឈ្មោះអូខេអញ្ចឹងយើងអត់ចង់ចំណាយពេលច្រើនទេយើងនឹងតមេរៀនរបស់យើងតែម្ដងមួយទៀតបើទាំងអស់គ្នាចង់បានមេរៀននៅលើ YouTube ខ្ញុំក៏មាន YouTube ដែរទាំងអស់គ្នាអាចមើល link នៅក្នុង caption ខាងក្រោមតមកអាច subscribe ដើម្បីទទួលបានព័ត៌មានក៏ដូចជាមេរៀនថ្មីៗពីព្រោះនៅទីនោះខ្ញុំបែងចែកជា2ទី1ខ្ញុំនឹងបរៀនជា grammar ភាសាខ្មែរទី2ជា English collocation ដែលប្រយោគជាភាសាអង់គ្លេសទាំងអស់អញ្ចឹងអ្នកអាចមានចំណុចក្នុងការរៀនបានអូខេឥឡូវចាប់ផ្ដើមមេរៀនរបស់យើងអូខេថ្ងៃនេះមេរៀនរបស់យើងគឺយើងនឹងរៀនអំពី present continuous tense ដែលទូទៅគ្នាយើងដឹងហើយថាបច្ចុប្បន្នកាលកំពុងបន្តអញ្ចឹងថាតើយើងប្រើលក្ខខណ្ឌឬក៏វេយ្យាករណ៍កន្លែងនេះបែបណាអញ្ចឹងយើងនឹងរៀនទាំងអស់គ្នាអញ្ចឹងគេថា present continuous tense is used to talk about action that are happening at exact moment of speaking អញ្ចឹងលក្ខខណ្ឌទី1យើងប្រើ continuous tense គឺដើម្បីបញ្ជាក់អ្វីពីសកម្មភាពដែលកំពុងកើតឡើងឬក៏កំពុងតែនិយាយអញ្ចឹងគេបញ្ជាក់ថែមទៀត This is the most common and direct use the action is in progress right now អញ្ចឹងหมายថាកន្លែងនេះគឺយើងប្រើដើម្បីបញ្ជាក់អំពីសកម្មភាពដែលកំពុងកើតឡើងឥឡូវហ្នឹងអញ្ចឹងឧទាហរណ៍ I am teaching English I am teaching a class about present continuous right now អញ្ចឹងយើងឃើញសកម្មភាពដែលកំពុងបរៀនហ្នឹងគឺកំពុងបរៀនឥឡូវហ្នឹងហ្មងអញ្ចឹងគេចង់និយាយពីសកម្មភាពហ្នឹងឯងឧទាហរណ៍ទី2 They are watching a movie in the living room យើងឃើញការបង្ហាញរបស់គេនៅក្នុងវងកញ្ចក់គេបញ្យល់រឿងបន្ថែម The movie is playing and they are viewing it at this very moment អូខេ this moment ឃើញទេអញ្ចឹងអាហ្នឹងគឺវានៅកំពុងតែបន្តតែម្ដងអូខេលក្ខខណ្ឌទី2គឺយើងប្រើវាសម្រាប់រឿងដែលកំពុងកើតឡើងនៅក្នុងបរិបទបច្ចុប្បន្នហ្នឹងប៉ុន្តែវាមិនសំខាន់ពេកទេទៅលើការនិយាយឧទាហរណ៍គេឲ្យយើង this is used refers to action that are in progress over periods of time even if you are not doing them at this precise second the action is ongoing or temporary អញ្ចឹងគេបញ្យល់យើងបន្ថែមថាអានេះគឺយើងប្រើមិនផ្ដោតសំខាន់ពេកទៅលើសកម្មភាពទេហើយក៏វាអាចប្រើប្រាស់នៅក្នុងលក្ខណៈសកម្មភាពដែលកំពុងកើតឡើងនៅក្នុងរយៈពេលខ្លីនៅក្នុងចន្លោះពេលនឹងមួយដែរឧទាហរណ៍ he is studying for his exams this week អញ្ចឹងនៅពេលដែលខ្ញុំប្រាប់ទាំងអស់គ្នាអញ្ចឹងឧទាហរណ៍ថាឥឡូវតោះនេះសួរថា teacher តើ Mr. A គាត់ធ្វើអីឥឡូវអញ្ចឹង teacher អាចប្រាប់គ្នាថា he is studying for his exam this week អញ្ចឹងសប្តាហ៍ហ្នឹងគឺគាត់កំពុងតែខំរៀនភាសាអង់គ្លេសប៉ុន្តែគេបញ្យល់យើងថា he might not be studying right now but activity of studying for exam is ongoing this week ញ៉េសំខាន់គេផ្ដោតទៅលើពេលវេលាវិញនៅពេលដែល teacher ប្រាប់ទាំងអស់គ្នាថាអញ្ចឹងមិនមែនថា teacher ឃើញគាត់កំពុងធ្វើហ្នឹងទេឥឡូវហ្នឹងទេជួនកាលអាចព្រឹកមិញគាត់ធ្វើរួចហើយស្អែកគាត់ធ្វើបន្តទៀតរហូតដល់ពេញសប្តាហ៍ហ្នឹងអញ្ចឹងបានថាគាត់កំពុងធ្វើការងារហ្នឹងអូខេឧទាហរណ៍ទី2អូខេឧទាហរណ៍ទី2អូខេ we are renovating our house this day អញ្ចឹងលក្ខខណ្ឌនេះគេបញ្យល់យើងថាការដែលយើងកំពុងតែធ្វើការសាងសង់ផ្ទះហ្នឹងសកម្មភាពនេះវាកើតឡើងដែរប៉ុន្តែពេលខ្លះពេលដែលយើងប្រាប់គេហ្នឹងយើងអាចឈប់សម្រាកអីមកផ្លែដែរសំខាន់ជាងគេយើងធ្វើមិនដាក់ form ឲ្យត្រូវ subject មាន to be មាន verb ing មក
ទី2 describing temporary situation និយាយអំពីសកម្មភាពឬក៏ស្ថានភាពដែលកើតឡើងក្នុងរយៈពេលខ្លីអញ្ចឹងគេបញ្យល់ថា this refers to action or situation that are not permanent and are expected to change អញ្ចឹងរឿងនេះកន្លែងនេះគឺយើងប្រើនៅក្នុងរយៈពេលខ្លីហើយវាប្រហែលជាមានការផ្លាស់ប្ដូរដែរឧទាហរណ៍ she is living with her parents until she finds an apartment you see យើងឃើញក្នុងមួយប្រយោគគេបញ្យល់ this is a temporary living arrangement បែរថាគាត់មកនៅជាមួយគ្រួសាររបស់គាត់ហ្នឹងបដិសន្នទេអត់រហូតទេពេលណាដែលគាត់រកបានផ្ទះជួលថ្មីគាត់ទៅនៅកន្លែងផ្ទះគាត់ដែរអូខេអញ្ចឹងឧទាហរណ៍ទី2អាចនឹងដូចគ្នាខុសតែការបត់បន្តិចទេ